ចូលមកដល់ភាពឆ្លាតវៃទី6អ្នកទាំងអស់គ្នាគឺជាភាពឆ្លាតវៃខាងគេហៅថា people smart ឬក៏ interpersonal intelligence ពួកគាត់ជាមនុស្សដែលមានសមត្ថភាពយល់ពីមនុស្សដទៃអាចមើលដឹងពីចេតនារបស់មនុស្សម្នាក់ហ្នឹងពេលខ្លះយើងអាចមើលទៅដឹងថាម្នាក់ហ្នឹងគាត់មានអារម្មណ៍បែបម៉េចមើលទៅគាត់មានចេតនាបែបម៉េចចំពោះយើងអញ្ចឹងទៅពេលខ្លះយើងឃើញមុខម្នាក់ហ្នឹងយើងដឹងថាម្នាក់ហ្នឹងគាត់ចង់និយាយអីចំពោះយើងទាំងដែលគេអត់ទាន់និយាយរឿងហ្នឹងចំពោះយើងទេអាហ្នឹងគឺជាសមត្ថភាពរបស់អ្នកដែលមាន people smart ហ្នឹងបើយើងបកជាខ្មែរមានន័យថាភាពវៃឆ្លាតអន្តរបុគ្គលអ្នកនរគ្នាបើសិនជាយើងបកខ្មែរទៅអញ្ចឹងខ្ញុំគិតថាវាអាចនឹងពិបាកយល់សម្រាប់អ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយល់បែបនេះវិញថាអ្នកដែលមានភាពឆ្លាតវៃខាងគេហៅថា people smart នេះពួកគាត់មានសមត្ថភាពយល់ពីអ្នកដទៃបានច្រើនដូចខ្ញុំលើកឡើងមុនហ្នឹងអញ្ចឹងគឺគាត់ឃើញមនុស្សម្នាក់ហ្នឹងគាត់អាចដឹងពីចេតនារបស់មនុស្សម្នាក់ហ្នឹងថាមនុស្សម្នាក់ហ្នឹងគាត់មានចេតនាបែបម៉េចគាត់ចង់បានអីពីយើងឬក៏ពេលហ្នឹងគាត់មានអារម្មណ៍បែបម៉េចអីអញ្ចឹងទៅអាហ្នឹងគឺជាភាពឆ្លាតវៃខាងខ្លួនឯងហើយអ្នកដែលមានភាពឆ្លាតវៃខាងហ្នឹងពួកគាត់ក៏ចូលចិត្តធ្វើការជាក្រុមពួកគាត់ចូលចិត្តបង្កើតមិត្តភ័ក្តិថ្មីៗរាប់អានមិត្តភ័ក្តិថ្មីៗដូចគ្នាខ្ញុំបានអានទៅតាម website Simply Psychology នឹងដូចគ្នាគឺគេបានណែនាំយើងថាការងារដែលស័ក្តិសមចំពោះអ្នកដែលគាត់មានភាពវៃឆ្លាតខាងហ្នឹងអាចធ្វើជាគ្រូបង្រៀនអ្នកចិត្តសាស្ត្រអ្នកគ្រប់គ្រងអ្នកលក់ដូរក៏ដូចជាផ្នែកទំនាក់ទំនងសាធារណៈអីជាដើមដោយសារតែពួកគាត់ចូលចិត្ត make friend ពួកគាត់ចូលចិត្តធ្វើការជាក្រុមពួកគាត់ចូលចិត្តចូលរួមក្នុងចំណោមមនុស្សជាច្រើននេះអញ្ចឹងទៅអ្នកដែលមានភាពឆ្លាតវៃខាងហ្នឹងខ្ញុំសង្កេតឃើញថាពួកគាត់ស្រដៀងគ្នាជាមួយនឹងអ្នក extrovert អ្នកនរគ្នាគឺពួកគាត់ចូលចិត្តធ្វើការជាក្រុមនេះគឺជាចំណុចជំទាវគ្នាជាមួយនឹងអ្នក extrovert